ជាដំបូងសូមគោរពជំរាបសួរទៅកាន់លោកគ្រូអ៊ុំសំកសលដែលជា professional ដែលបានបង្រៀនក្រុមរបស់ខ្ញុំបាទឆ្នាំទី3 Software Development វេនពេលព្រឹកខ្ញុំបាទមកដែរឈ្មោះគៀតគង់ជានិស្សិតឆ្នាំទី3ដែលបានសិក្សាទៅលើមុខវិជ្ជា Software Development ហើយចំពោះក្រុមរបស់ខ្ញុំបាទមានចំនួនសមាជិក4នាក់ទី1គឺខ្ញុំបាទមកដែរឈ្មោះគៀតគង់ទី2គឺខ្ញុំបាទឈ្មោះយើងច័ន្ទពេញវង្សទី3ខ្ញុំបាទឈ្មោះឆេងតនខាងក្រោយខ្ញុំបាទឈ្មោះរ៉ាំរស្មីអញ្ចឹងអ្នកទាំងគ្នាបានស្គាល់សមាជិកក្រុមរបស់ខ្ញុំហើយគឺមានចំនួន3នាក់ទី1គឺខ្ញុំបាទគង់ទី2គឺពេញវង្សទី3គឺឆេងតនហើយទី4គឺស្មីអញ្ចឹងមុននឹងឈានទៅដល់ការបង្ហាញទៅលើចុចរបស់យើងទាំងគ្នាហើយចំពោះចុចរបស់ក្រុមរបស់ខ្ញុំមុនដែរគឺធ្វើតាក់ទងជាមួយនឹងប្រព័ន្ធ e-commerce យើងអាចធ្វើការ hosting លក់ product អីផ្សេងៗតាមរយៈ system នឹងបានហើយចំពោះប្រព័ន្ធ system ដែលខ្ញុំបានធ្វើនឹងដែរមានដូចជា home page មាន customer មាន product view មាន order មាន delivery មាន employee ហើយ contact us about new product ហើយ report admin អញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំបញ្យល់អ្នកទាំងគ្នាតែ home page ទេចំពោះព័ត៌មានផ្សេងទៀតខ្ញុំនឹងបោះដៃឲ្យមិត្តរួមក្រុមរបស់ខ្ញុំនឹងធ្វើការបញ្ចូលជូនអ្នកទាំងគ្នាអញ្ចឹងចំពោះ home page នេះដែរគឺជាផ្ទាំងមួយដែលបង្ហាញដល់គ្នាអំពី product ផ្សេងៗដែលមានដាក់លក់នៅតាមរយៈ website ដោយដែលអ្នកទាំងគ្នាបានមើលផ្ទាល់នោះដែរមាន MacBook Pro M2 16អញ្ចឹងទៅអានេះខ្ញុំចង់ដាក់ image ផ្សេងទៀតក៏បានដោយសារតែអានេះខ្ញុំគ្រាន់តែ demo ប្រាប់ដល់គ្នាទូទៅទេចឹងបើសិនជាអ្នកគ្នាចង់ដូរ image ក៏អាចធ្វើបានដែរហើយចំពោះ home page នេះតែខ្ញុំបែងចែក3 category ទី1គឺយើងអមមកក្រោមមកយើងនឹងឃើញ home page ជាមួយនឹង MacBook ជាមួយ Asus អញ្ចឹងបើសិនជាយើងចង់មើល MacBook តែមួយប្រភេទចឹងយើងចូលទៅកន្លែងទៅកាន់ MacBook នោះមកវានឹងដាក់ថា MacBook product ចំពោះ MacBook product នោះដែរគឺមានការ detail ទៅលើ MacBook M1 Pro ចំនួន14 inch 2021អញ្ចឹងដូចដែលអ្នកបានឃើញហើយនៅពេលដែលយើង select មកវាមាន price មាន call us មាន contact ជាមួយនឹង Telegram ជាមួយនឹង buy now ហើយខាងក្រោមនេះគឺជាព័ត៌មានដូចគ្នាតបមកយើងបើសិនជាយើងចង់ចូលមើល Asus ម្ដងអញ្ចឹងយើងចូល home page វិញក៏បានហើយយើងអស់មកក្រោមមកយើងចូលកន្លែង Asus ចំពោះ Asus នេះក៏ដូចគ្នាដែរមាន Asus product មានគេ detail spec អីនៅនឹងអស់ហើយអញ្ចឹងអ្នកវាអាចធ្វើការ call us ក៏បានចង់ buy now នៅក្នុងនឹងក៏បានចង់ contact ជាមួយនឹងតាមរយៈ Telegram ក៏បានអូខេអញ្ចឹងចំពោះ slide នេះដែរគឺឈានដល់ទីបញ្ចប់ហើយចំពោះព័ត៌មានផ្សេងទៀតខ្ញុំនឹងបោះដៃឲ្យមិត្តរួមក្រុមរបស់ខ្ញុំនឹងធ្វើការបញ្ចូលអ្នកនេះតតងជាមួយនឹង customer សូមអរគុណជាដំបូងសូមជម្រាបសួរទៅកាន់លោកគ្រូម្ដងទៀតខ្ញុំបាទឈ្មោះយើងច័ន្ទពេញវង្សតើតងទៅនឹងចំណុច customer គឺខ្ញុំត្រូវការបញ្យល់ទាំងអស់គ្នាឲ្យលម្អិតបន្ទាប់ពីយើងចូលទៅកាន់ home page នេះមកយើងប្រកាសជាឃើញទិន្នន័យទាំងអស់ហ្នឹងដូចជា category បន្ទាប់មកយើងធ្វើការកម្មង់ទិញឬក៏ធ្វើការ view detail តើតងទៅនឹងផលិតផលទាំងអស់ហ្នឹងដែលយើងមើលឃើញនៅក្នុងនឹងផ្ទាល់អញ្ចឹងយើងគ្រាន់តែចុច buy now ឬក៏ view detail តើតងទៅនឹងបើតង់ពីហ្នឹងយើងអាចចុចមួយណាក៏បានដែរបើតើតើទៅនឹង view detail យើងគ្រាន់តែចុចទៅវានឹង detail ទៅនឹង category ប្រភេទនៃ laptop របស់យើងដែលយើងត្រូវការតែបញ្ជាទិញចាដោយដែលរូបដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងចាបន្ទាប់មកយើងអាចធ្វើការ contact ឬក៏ធ្វើការ back home ក៏បានដែរសម្រាប់តកតងទៅនឹង customer គឺជា list ដែលទទួលបានមកពី home page អីដែល user ធ្វើការបញ្ជាទិញនេះគឺជាឈ្មោះរបស់គ្នាខ្ញុំដែល present មុននឹងបន្តិចដែលគាត់បានបញ្ចូលទាំងលេខទូរស័ព្ទទាំងប្រភេទ category MacBook Pro ហើយនឹងតកតងទៅនឹងតម្លៃហើយតកតងទៅនឹងថ្ងៃទីដែលគាត់បានបញ្ចូលដូចគ្នាដែរឧទាហរណ៍ថាខ្ញុំចង់ view ទៅនឹងទិន្នន័យដែលគាត់បានទិញយើងគ្រាន់តែចុច view បែបនេះមកទិន្នន័យទាំងអស់គឺវាបាន load នៅក្នុងទាំងអស់តកតងទៅនឹងលេខទូរស័ព្ទរបស់គាត់ហើយនឹងជាប្រភេទ page របស់គាត់type នៃ model ហើយនឹងតម្លៃដែលគាត់បានទិញតកតងទៅនឹងថ្ងៃទីដែលគាត់បានទិញផងដែរអញ្ចឹងនិយាយបានថាយើងចង់ view ទៅកាន់ Asus ក៏បានឲ្យតែប្រភេទដែលជាទិន្នន័យដែល customer របស់យើងបានទិញពីមុនមកវាប្រកាសជា store នៅក្នុង customer នេះហើយ
ដូចអ្នកនរគ្នាបានឃើញចឹងនេះគឺជាទិន្នន័យដែរយ៉ាហើយបើតកតងទៅនឹង edit ជាងគ្រាន់តែឧទាហរណ៍ថា user របស់យើងគឺបញ្ចូលឈ្មោះខុសយើងគ្រាន់តែធ្វើការបដូរឈ្មោះទៅរួចជាការស្រេចបន្ទាប់មកយើងធ្វើការ update ទៅតាមទិន្នន័យរបស់យើងដែលយើងបានដូរនឹងទៅគឺវាបានដូរទៅតាមទិន្នន័យយើងដូរហ្នឹងយ៉ាបន្តទៅនេះទៀតខ្ញុំសូមបកសិទ្ធឲ្យសមាជិកក្រុមរបស់ខ្ញុំម្នាក់ទៀតដែលគាត់ធ្វើការ present បន្តសូមអរគុណ ជាដំបូងសូមជម្រាបសួរលោកគ្រូនិងសម្ដេចអ្នកគ្នាខ្ញុំម៉ាតឈ្មោះឆេងតនដែលខ្ញុំម៉ាតមកបន្តពីមិត្តភ័ក្តិរបស់ខ្ញុំនឹងបង្ហាញអំពី product venue នៅក្នុង product venue នេះគឺបង្ហាញអំពី list ដែលបានបង្ហាញនៅក្នុងអេក្រង់ហ្នឹងគឺមានដូចជា MacBook Pro MS2 ហើយនិង MacBook Air 15 M2 នៅក្នុងនេះខ្ញុំនឹងបង្ហាញអំពី category ចំនួន 3 ទីមួយដូចជា venue នៅក្នុងនេះនឹងបង្ហាញពី detail នៅក្នុង MacBook ដែលយើងបានបញ្ជាទិញដែលមាននៅក្នុងអេក្រង់ខាងលើនេះឥឡូវនេះនឹងបង្ហាញអំពីការទិញខ្ញុំចុចនៅក្នុង buy now ហើយមកបានបញ្ចូលទិន្នន័យទៅដោយសារក្រុមរបស់ខ្ញុំបានបង្ហាញពីរបៀបនៃការទិញទិន្នន័យពីខាងដើមហើយឥឡូវខ្ញុំចូលនៅក្នុង product venue វិញខ្ញុំនឹងបង្ហាញអំពី edit នៅក្នុងនេះឥឡូវខ្ញុំនឹង edit នៅក្នុង customer ដែលបានទិញពីខាងលើដើមឥឡូវខ្ញុំចុចទៅលើខាងនេះហើយខ្ញុំ change នៅក្នុង product ឧទាហរណ៍ខ្ញុំដាក់ MacBook MS3 ចុះហើយខ្ញុំនឹងតម្លើងតម្លៃឧទាហរណ៍ដាក់1400ចុះហើយខ្ញុំនឹង update នៅខាងដើមនេះហើយវានឹងបង្ហាញនៅខាងលើនេះគឺ MacBook Pro MS3 ឡើងខ្ញុំនឹងបង្ហាញអំពីបេតុង add new មួយទៀតខ្ញុំចុចលើ add new មកហើយខ្ញុំសូមបង្ហាញ product ដែលបានបង្ហាញខាងលើហ្នឹង MS3 ដាក់ 7 ហើយដាក់តម្លៃវាហើយខ្ញុំ copy URL មួយមកឥឡូវខ្ញុំ copy URL ហើយខ្ញុំចុចលើ add មួយមកនេះឥឡូវតម្លៃវាបានបង្ហាញនៅខាងក្រោមនេះគឺ MacBook Pro MS3 ហើយកន្លែងខ្ញុំបានដាក់ M7 ហើយតម្លៃវាគឺតម្លៃវាដូចដែលបង្ហាញខាងលើហ្នឹងឥឡូវបន្ទាប់ទៀតគឺខ្ញុំចង់ delete ខ្ញុំគ្រាន់តែចុចលើប៊ូតុង delete មួយមកនេះគឺវា delete ពីការស្រេចឥឡូវចំណុចរបស់ខ្ញុំគឺបានបញ្ចប់នៅត្រឹមហ្នឹងឥឡូវសូមឲ្យមិត្តភក្តិខ្ញុំមកបន្តនៅចំណុចបន្ទាប់ទៀត ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះរ៉ាំរស្មីអញ្ចឹងនេះគឺខ្ញុំនឹង detail ឲ្យលម្អិតអំពី product view បន្តិចទៀតសិនឥឡូវនៅក្នុង product view យើងមានប៊ូតុងចំនួន 4 ដែលយើងមានសិទ្ធិ 4 ទី1គឺ add new ទី2គឺ view ដូចជា view detail product ហ្នឹងទី2គឺទី3គឺ edit និងយើងអាចលុប product មួយនឹងបានឧទាហរណ៍យើងចុច new add new គឺយើងត្រូវបំពេញ form មួយនឹងអញ្ចឹងហើយបន្ទាប់ពីបំពេញ form យើងចុច add ប៉ុន្តែខ្ញុំសូមអត់ add ទេសូមថយក្រោយវិញបន្ទាប់ខ្ញុំនឹងបង្ហាញអំពីការ order នៅក្នុង category order យើងនឹងបង្ហាញអំពី list product ដែលយើងបានឃើញអញ្ចឹងដែលនៅក្នុងហ្នឹងយើងមាន function ចំនួន 4 ដូចជាទី1គឺយើង call us ទី2គឺ contact with Telegram និងទី3 buy now ឬក៏យើងអាចចូលទៅកាន់ view detail បានដែរដូចជា contact us ខ្ញុំសូមអត់បង្ហាញទេដោយសារតែនៅក្នុង laptop គឺ call us ហ្នឹងយើងអត់មានលេខដើម្បី contact ទៅគេប៉ុន្តែយើងអាច contact with Telegram ដូចយើងចុច contact with Telegram វានឹងបង្ហាញទៅកាន់ Telegram វានឹងបង្ហាញទម្រង់ Telegram អញ្ចឹងយើងអាចចុច send message ទៅយើងនឹងអាចទំនាក់ទំនងទៅកាន់អ្នកលក់បានហើយទីមួយទៀតគឺតង់ buy now នៅពេលយើងចង់ buy product មួយហ្នឹងយើងអាចចុច buy now ទៅវានឹងបង្ហាញអំពីផ្ទាំងមួយដែលយើងអាចបំពេញឈ្មោះលេខទូរស័ព្ទនិយាយរួមគឺហ្នឹងយើងអាចបំពេញព័ត៌មានអំពី customer បានបន្ទាប់មកយើងគ្រាន់តែចុច confirm ទៅវានឹងចូលទៅកាន់customer នេះបង្ហាញ list នៅក្នុងនេះ
ចឹងចំណុចផុតខ្ញុំដែលបង្ហាញពីការ order គឺមានតែប៉ុណ្ណឹងសូមអរគុណ